ធំក្លិនសម្រាមរាល់ថ្ងៃមែនទេតើបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាយើងចាំបាច់ត្រូវញែកសម្រាមហើយតើសម្រាមសើមនិងសម្រាមស្ងួតវាខុសគ្នាដូចម្តេចសម្រាមសើមជាសំណល់ដែលឆាប់រលួយមានជាតិទឹកដូចជាសំណល់ម្ហូបអាហារឬកាកសំណល់ផ្ទះបាយហើយត្រូវតែដាក់ថង់ដាច់ដោយឡែកចងមាត់ឲ្យជិតដើម្បីកុំឲ្យធំក្លិនស្អុយរីឯសម្រាមស្ងួតគឺជាសំណល់ដែលមិនងាយរលួយគ្មានជាតិទឹកដូចជាក្រដាសកេះកាតុងនិងដបប្លាស្ទិកផ្សេងៗរបស់ទាំងនេះភាគច្រើនអាចយកទៅលក់ឬកែច្នៃឡើងវិញបានចុះហេតុអ្វីត្រូវញែកវាចេញពីគ្នាបើសិនយើងលាយចូលគ្នាសម្រាមសើមនឹងធ្វើឲ្យប្រឡាក់សម្រាមស្ងួតធ្វើឲ្យខូចគុណភាពមិនអាចយកទៅកែច្នៃបានការញែកសម្រាមជួយកាត់ក្លិនស្អុយការពារជំងឺឆ្លងមានសុវត្ថិភាពនិងជួយសម្រាលការលំបាកដល់បងកម្មករប្រមូលសម្រាមបានយ៉ាងច្រើនតោះចាប់ផ្ដើមញែកសម្រាមសើមនិងសម្រាមស្ងួតឲ្យបានត្រឹមត្រូវទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នាជាមួយគ្នានេះដែរសូមបងប្អូនប្រជាពលរដ្ឋចូលរួមបង់ថ្លៃសេវាប្រមូលសម្រាមឲ្យបានគ្រប់គ្នាសូមអរគុណ